ការផ្ដើមឡើយពូជស្រូវខ្មែរយើងដែលកសិករគាត់និយមដាំវាមានដូចជាពូជផ្កាដួលពូជសែនក្អូប01ពង3ថ្មីនេះពូជស្មាលីម្លេពូជស្រូវធ្ងន់ផ្សេងដូចជារាំងជ័យការដូងខាំ4ហើយជាដើមតែអ្នកនរគ្នាអត់ដែលពូជម៉ែរបស់យើងក៏មានជាប្រភេទពូជស្រូវមិនប្រកាន់រដូវដែរមានន័យថាស្រូវស្រាលហើយពូជទាំងអស់នោះគឺសិតតែប្រភេទជាកកអូបទៀតថ្ងៃនេះខ្ញុំលើកយកមកពូជចំនួន3ពូជខ្មែរយើងប្រភេទពូជកកអូបទី1តកតងជាមួយពូជសង្ហែថ្មីមិនមែនជាសង្ហែចាស់មិនមែនជាសង្ហែស្រាលតែជាសង្ហែថ្មីពូជនេះគឺគេប្រកាសជាមួយនឹងពូជកុងខ្មៅពូជមេដែលស្គាល់ដែរពូជនឹងមានរូបរាងមិនទេជាមួយនឹងពូជសង្ហែរបស់យើងនឹងគឺជាបាគេប្រកាសនឹងនៅការឌីតាំងពីឆ្នាំ2007រហូតមកដល់2020ហើយទើបបញ្ចេញឲ្យប្រើនឹងនៅក្នុងឆ្នាំ2024នេះពូជថ្មីនឹងដែលមានឈ្មោះថាពូជសង្ហែថ្មីហើយសប្តាហ៍ថ្ងៃនេះទៅជានៅការឌីគេលក់1គីឡូ3000ពូជនៅកន្លែងការឌីគេមក1គីឡូ3000តទៅជាមួយពូជសង្ហែថ្មីនឹងគេហៅជាពូជវិញ្ញាបនបត្រពូជសង្ហែថ្មីនេះមានអាយុជាមធ្យម90ថ្ងៃអានឹងជាប្រភេទស្រូវរស់ហើយទិន្នផលរបស់វានឹងគឺចន្លោះពី4ទៅ6.5តោនអានេះទិន្នផលជាមធ្យមតែជាស្ដែងយើងក៏មិនដឹងប្រមាណដែរព្រោះពូជកូសែនក្អូប01ចន្លោះទិន្នផលវាគេដាក់ជាមធ្យមវាចន្លោះពី4តោនកន្លះទៅ6តោនតែគេធ្វើជាស្ដែងអ្នកខ្លះធ្វើដល់ជិត8តោនបើសិនជាការមើលថែល្អហើយនឹងកន្លែងដែលមានជីល្អទិន្នផលនេះកន្លែងគេផ្សោតរបស់ការឌីជាមធ្យមគឺប៉ុណ្ណឹងចន្លោះពី4ទៅ6.6តោនកន្លះហ្នឹងហើយដល់វាក៏មិនសូវខ្ពស់ដែរវាមានចន្លោះពី95សង់ទីម៉ែត្រទៅ105សង់ទីម៉ែត្រអញ្ចឹងមានចន្លោះវាគឺកម្ពស់វាប្រហែលទៅ1ម៉ែត្រវាងាយស្រួលដែលស្រូវដួលទេពូជហ្នឹងហើយប្រភេទគួរវា24ទៅ28សង់ទីម៉ែត្ររាងវែងហើយពូជនេះវាមានក្លិនក្រអូបប្រហើរអ្វីដែលកម្មពិសេសទៀតនោះគឺវាធន់ជាមួយជំងឺ blast ជំងឺដែលបង្កឡើងពីផ្សិតហើយអុចណានិងប្រភេទសត្វល្អិតមួយមីថ្នោតតែវាធន់បានត្រឹមតែកម្រិតមធ្យមប៉ុណ្ណោះហើយជាស្ដែងតាមការពិសោធន៍របស់ការឌីស្រូវសង្ហែថ្មីនេះពេលយើងកិនជាកចេញគឺបាន68.2%ពូជទី2គឺពូជចំបៃស70ចំបៃស70នេះគឺជាការប្រកាសរវាងពូជផ្កាមដួលដែលយើងធ្លាប់ស្គាល់ហ្នឹងជាពូជមេប្រកាសជាមួយខ្សែស្រឡាយស្រូវចិន CNI 9024តាំងពីឆ្នាំ2013រហូតដល់2017ហើយទើបបញ្ចេញប្រើនៅក្នុងឆ្នាំ2023នេះទេមានឈ្មោះថាចំបៃស70ពូជនេះក៏ជាប្រភេទស្រូវស្រាលដែរមានន័យវាអត់ប្រកាន់រដូវទេវាមានអាយុជាមធ្យម93ថ្ងៃមានន័យវាអាចលើសនឹងឬក៏ទាបជាងនឹងតាមការមើលថែជាក់ស្ដែងអាយុកាលនេះគឺគេសំដៅទៅលើប្រភេទស្រូវពង្រួហើយទិន្នផលវាបានរៀងទាបជាងសង្ហែថ្មីបន្តិចវាបានចន្លោះពី 3.2 តោនទៅ 4.9 តោននៅក្នុងមហាប៉ុន្តែដូចខ្ញុំលើកឡើងពីលើអញ្ចឹងវាអាចលើការមើលថែនឹងតាមស្ថានភាពដែរស្រូវនេះវារៀងខ្ពស់ជាងសង្ហែថ្មីបន្តិចវាមានកម្ពស់ពី110សង់ទីម៉ែត្រទៅ115សង់ទីម៉ែត្រមានន័យថា1ម៉ែត្របន្តិចជាទូទៅហើយគួររបស់វាក៏រៀងវែងដែរ27ទៅ30សង់ទីម៉ែត្រស្រូវនេះវាមានក្លិនក្អូបប្រហើរជាទូទៅវាទៅនឹងជំងឺផ្លាស់និងប្រភេទសត្វល្អិតមេថ្នោតកម្រិតមធ្យមពេលយើងកាន់ជាងកនោះវាទទួលបានប្រមាណ 69.4% មានន័យថាវាអាចកាន់ជាងកបានច្រើនជាងសង្ហែថ្មីហើយពូជទី3គឺយើងសំដៅទៅលើពូជនាងក្អូបនេះគឺវាបញ្ចេញពីការរំដួលហើយជាមួយនឹងប្រភេទ ER វាមានស្រឡាយរបស់វា8.9.2អញ្ចឹងទៅតាំងពីឆ្នាំ2008រហូតដល់2013ពូជនេះគឺដាក់ឲ្យប្រើដែរនៅក្នុងឆ្នាំ2023ដែរជាមធ្យមអាយុរបស់វាចន្លោះពី90ទៅ95ថ្ងៃហើយនឹងទទួលបានផលពី4ទៅ8តោននៅក្នុងមហាអញ្ចឹងមានន័យថាទិន្នផលនេះគឺវាពូជជាងពូជសង្ហែដែរជាទូទៅហើយតាក់ទងជាមួយការមើលថែយើងដែរហើយវាជាប្រភេទអង្គក្អូបប្រហើរវាធន់ជាមួយជំងឺបលាហើយនឹងពូជសត្វល្អិតមួយថ្នោតដូចគ្នាដែរតែបានត្រឹមកម្រិតមធ្យមឯងហើយចំពោះដើមវាវិញក៏មិនសូវខ្ពស់ដែរចន្លោះពី1ម៉ែត្រទៅ1ម៉ែត្រមិនតាត់ទេកម្ពស់ប៉ុណ្ណឹងអញ្ចឹងស្រុកមកវិញតាក់ទងជាមួយស្រូវស្រាលមិនប្រកាន់រដូវរបស់ខ្មែរយើងមានច្រើនតាក់ទងជាមួយនឹងផលដែលទទួលបានក៏មិនចាញ់គ្នាប្រហែលដែរហើយសឹកសិនតែជាប្រភេទអង្គក្អូបទៀតដូច្នេះកសិករយើងមួយចំនួនគួរតែងាកមករកប្រើប្រាស់ពូជខ្មែររបស់យើងវិញដោយសារវាជាប្រភេទពូជក្នុងស្រុកវាធន់នឹងជំងឺទិន្នផលល្អហើយក៏វាងាយក្នុងការលក់ចេញដែរមកដល់ពេលនេះយើងកុំរំពឹងដង្ហើមគេដល់ទៀតជិះធ្វើពូជរបស់គេពេលណាគេខ្វះត្រូវការពេលណាគេមានគេគ្រប់គ្រាន់គេសម្បូរសប្បាយគេមិនត្រូវការយើងអត់មានជម្រើសទេប៉ុន្តែបើយើងងាកមកធ្វើនៅក្នុងពូជក្នុងស្រុករបស់យើងវិញគឺជាប្រភេទអង្គក្អូបហើយជាប្រភេទអង្គដែលគេយើងនាំចេញទៅក្រៅបានមានន័យថារោងម៉ាស៊ីនគេទិញចូលហើយកិនចេញទៅក្រៅនៅវៀតណាមកម្មសិទ្ធិបញ្ញានៃការនាំចេញរបស់គេគឺជាប្រភេទអង្គសខ្មែររបស់យើងនេះគឺជាប្រភេទអង្គក្រអូបថៃដូចគ្នាដែរជាប្រភេទអង្គក្រអូបចឹងរាល់ថ្ងៃយើងបញ្ចេញគ្នាខ្លាំងជាមួយខ្មែរហើយថៃដូចជាថៃគេមានប្រភេទម៉ាលីសរបស់គេហើយខ្មែរយើងមានការដួលសែងក្អូប01ប្រភេទសង្ហែហើយឥឡូវមានចំបៃស70មាននាងក្អូបអីហ្នឹងអាទាំងអស់ហ្នឹងហើយវាជាប្រភេទអង្គក្រអូបដែលយើងអាចនាំចេញទៅក្រៅបាន
នៅពេលដែលកាន់នៅរោងសិនរួចហើយចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាងាកមកគ្រប់គ្រងពូជនៅក្នុងស្រុករបស់យើងវិញម្ដងមុននេះការប្រមូលផលដែលត្រូវពពុះលាក់ថ្លៃតែជា3ស70ដូចជានៅក្នុងចន្លោះ1100ជាង1200ដដែលទេហើយតម្លៃវាហ្នឹងគឺប្រហាក់ប្រហែលទៅនឹងភេទសមាលីដែរតាក់ទងជាមួយសងាយថ្មីតាក់ទងជាមួយនឹងនាងកអូបអីខ្ញុំគិតថាតម្លៃវាមិនសូវខុសគ្នាប្រហែលទេវាជាប្រភេទកកអូបកវែងដូចគ្នាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ